បាទរនសួស្ដីពុកម៉ែបងប្អូនជាទីស្រឡាញ់និងជាទីគោរពរាប់អានពីបាទពីខ្ញុំបាទថ្ងៃនេះគឺខ្ញុំមកដល់ទឹកដីបាទខេត្តសៀមរាបដែលជាទឹកដីកំណើតរបស់ខ្ញុំផ្ទាល់តែម្ដងហើយនេះខាងក្រៅខ្ញុំគឺជាវាលស្រែបាទវាលស្រែដែលខ្ញុំធ្លាប់ដកស្ទូងធ្លាប់ច្រូតកាត់អូច្រើនមែនទែនណាស់ម្ដងបាទនេះដីស្រែខ្ញុំស្រែរបស់ខ្ញុំណាស្រែវាបានប្រហែលទេបាទធ្វើគេដែរគេធ្វើបាន2 តោនឯងធ្វើបានកន្លះតោននេះបាទហើយនេះនឹកឃើញថាភ្លៀងមមេហ្នឹងហើយនៅភ្លៀងមមេក៏មករំលឹកអនុស្សាវរីយ៍ក្មេងៗទួយធ្លាប់ដើរលើភ្លឺអីចឹងណាហើយបងប្អូនដែលធ្លាប់នៅស្រុកស្រែយល់ហើយបាទហើយភ្លេងទៅមហើយបាទភ្លេងទៅមហើយទឹកមកស្ដាប់សំឡេងសត្វក្អាត់យំបាទអូខេអានោះគឺជាបាទទស្សនិកជនបាទទស្សនិកជនដែលមកចូលរួមមើលកំសាន្តណាទស្សនាទស្សនិកជន Helloដាក់មួយ Hello តា Hello តា បាទទស្សនិកជន Hello ដាក់ប៉ា Hello ដាក់ប៉ា មើល Hello ដាក់ទៅដល់អ៊ំពូមីងអរគ្នាមើលកូនមើលអាយ៉ាមកចាប់អូអាយ៉ាអូយបាទទស្សនិកជនបានទេបាទចាដល់ពុកម៉ែបងប្អូននេះគឺខ្ញុំគ្រាន់តែចង់មកថតរូបភាពមកស្ដាប់សំឡេងសត្វកាត់យំណាហើយអ្នកនៅស្រុកស្រែគាត់ធ្វើការបាទនៅពេញនៅក្រៅប្រទេសអីហ្នឹងគាត់ប្រហែលជាធ្លាប់បានលឺជាមួយនឹងសំឡេងសត្វកាត់សត្វអីយំចឹងណាចឹងហ្នឹងហើយញ៉ាសំឡេងសត្វកាត់យំមួយស្ដាប់ផងណាបាយកុំបាយមកបាយ